បាទសួស្តីបងប្អូនថ្ងៃនេះគឺមានវីដេអូទូកមួយគ្រឿងទៀតហើយដើម្បីបង្ហាញជូនបងប្អូនគឺខាងកំពង់ចាមគឺសារាយផ្កាយព្រឹកបាទបងប្អូនហើយទូកនេះដែរគឺស្ថិតនៅក្នុងវត្តប្រាសាទវត្តដីឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមបងប្អូនទូកនេះបាទនេះគឺខ្លោងទ្វារវត្តស្អាតខ្លាំងបងប្អូនអើយហើយរោងទូកនេះក៏អស់ទាស់តែម្ដងបងប្អូនសិតតែបេតុងសុទ្ធតែម្ដងឥឡូវនេះបងប្អូននាំអារម្មណ៍បងប្អូនទៅមើលវីដេអូរបស់គ្នាជាមួយខ្ញុំបាទបងប្អូននេះស្រែផ្កាយព្រឹកស្ថិតនៅក្នុងវត្តប្រាសាទវត្តដីឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមហើយនេះគឺរាងទូកបងប្អូនតែបងប្អូនហើយរោងទូកនោះក៏អស្ចារ្យបងប្អូនអើយស្អាតស្អាតខ្លាំងតែបងប្អូនអើយហើយនៅក្នុងរោងទូកនេះដូចជាមាន2ទូកបងប្អូនគឺទុកចាស់មួយហើយទុកថ្មីមួយខ្ញុំអត់សូវដឹងដែរបងប្អូនឃើញវីដេអូល្អចេះតែបង្ហាញជូនបងប្អូនមើលប៉ុន្តែរោងទុកពិតស្អាតខ្លាំងបងប្អូនរោងទុកនេះប្រហែលជាទឹមពីធ្វើទេបងប្អូននេះអំណោយរបស់ព្រះចៅអធិការនិងពុទ្ធបរិស័ទតែគឺខាង admin ឃើញ admin ពីទូអាសាផងបងប្អូននេះបងប្អូនសារាយផ្កាយព្រឹកស្កាយផ្កាយព្រឹកស្អាតណាស់បងប្អូនអើយរោងសិតតែបេតុងតែម្ដងនេះមួយគ្រឿងប្រហែលជាថ្មីនេះហើយនេះសារាយផ្កាយព្រឹកដែរប្រហែលជាទុកចាស់ខ្លីអានេះខ្លីក្នុងរោងមានមួយគូតែម្ដងបងប្អូនបាទហើយក្នុងវត្តនេះក៏ឃើញមានដើមកគីច្រើនដែរបងប្អូនច្រើនណាស់រាប់រយដើមបងប្អូនច្រើនណាស់ទីធ្លាវត្តក៏ស្អាតដែរបងប្អូនបាទបងប្អូនសូមអរគុណសូមជម្រាបលា